ចឹងតាមអារត់ឃើញពីមុនគឺគាត់លក់នំដុំទូទៅពងដល់ពេលឥឡូវនេះគឺគាត់ដូរមកនេះវិញឃើញមូចឹងគឺជាលបាត់ដបងបើតម្លៃមានក៏គួរសមដែរអញមើលតាមនឹងបានចឹង30គ្រាប់តែ10000ទេទិញមកដល់មានតាំងពីជ្រក់ផងម្ទេសផងពេលដែលញ៉ាំទៅឡើងស្រួយហ្មងលបាត់ដបងហ្នឹងគាត់ដូរទីតាំងមកនេះមែនប៉ុន្តែតម្លៃជាមួយនឹងរសជាតិហ្នឹងគឺឆ្ងាញ់តែហ្មងគឺគាត់ដូរមកលក់នៅតុំមុខសាលាវិទ្យាល័យសារណាំស្កូវចឹងពេលដែលជីពីវងមួមកដល់នេះនឹងឃើញហាងរបស់គាត់ហ្នឹងហើយនៅកន្លែងគាត់ហ្នឹងគឺលក់បែបជាលក្ខណៈគ្រួសារគឺទាំងអស់ហ្នឹងគឺគាត់ធ្វើកន្លែងផ្ទាល់ហ្មងមួយទៀតឃើញគាត់ធ្វើមានពាក់សំដីចឹងដោយសារតែលបាត់ដបងហ្នឹងបើសិនជាពាក់សំដីទៅគឺធ្វើកើតទេដោយសារតែវាស្អិតតែកុំភ័យតាក់ទងមួយអនាម័យហ្នឹងមុននឹងធ្វើគឺគាត់លាងដៃហើយបន្ទាប់ពីធ្វើហើយចឹងបានគាត់កាត់មួយហើយបានគាត់យកទៅបំពងមុនបំពងហ្នឹងគឺគាត់យកដៃចាប់មួយមែនប៉ុន្តែបន្ទាប់ពីបំពងហើយចឹងគឺគាត់មានប្រើដៃទេគឺគាត់យកវេដួសវិញចឹងទៅគឺកុំភ័យតាក់ទងមួយអនាម័យហ្នឹងគឺគាត់រក្សាបានល្អមែនតើហ្មងសូម្បីតែខ្លាញ់ហ្នឹងក៏ថ្លាទៀតនិយាយទៅគឺគាត់ដូរមកឲ្យខ្មៅទេបន្ទាប់ពីបំពងហើយទៅមើលឡើងតំណងហ្មងហើយខ្ញុំក៏បានយកមកថងដែរអញ្ចឹងគឺទាំងអស់ហ្នឹង30គ្រាប់ហ្នឹងតែ10000ទេហើយមានថែមទាំងជ្រក់ទៀតជ្រក់ហ្នឹងក៏គាត់ធ្វើខ្លួនឯងទៀតនិយាយទៅអែហ្មងទិញតែមួយថងហ្នឹងមកទុកញ៉ាំលេងក៏បានឬមកក៏ញ៉ាំមួយនំបញ្ចុកក៏បានដែរសំខាន់គឺលបាត់ដបងហ្នឹងគឺស្រួយឆ្ងាញ់មែនចាក់ដាក់ចានហើយញ៉ាំជាមួយនឹងជ្រក់ទៀតមកអូយរសជាតិអែមនិយាយទៅគឺខ្ញុំញ៉ាំឡើងជក់មាត់ហ្មងពេលដែលខាំទៅស្រួយខ្លាំងហើយជ្រក់នៅខាងគាត់ហ្នឹងក៏ឆ្ងាញ់ទៀតនិយាយទៅគឺគាត់ធ្វើភ្លាមមកហ្មងអញ្ចឹងទៅបើសិនជាណាគេពងតែហៅលបាត់ដបងឯហ្នឹងគឺអាចហៅបាននៅកន្លែងគាត់ហ្នឹងចាំខ្ញុំដាក់ទីតាំង Google Map បន្ថែមក្នុង comment ឲ្យ